រឿងខ្យងនិងទុនសាយកាលពីព្រាងនាយម្ដងនោះមានសត្វទុនសាយមួយដែលល្បីថាលឿននិងឆ្លាតវាមានអំនួតចំពោះសត្វដទៃហើយតែងតែសើចចំអកអ្នកដទៃថាយឺតជាងខ្លួនថ្ងៃមួយសត្វខ្យងបានឮទុនសាយអួតខ្លួនហើយនិយាយថាបើអ្នកលឿនពេតមកប្រណាំងជាមួយខ្ញុំទៅទុនសាយសើចខ្លាំងហើយឆ្លើយថាអ្នកយឺតប៉ុណ្ណឹងក៏ហ៊ានប្រណាំងជាមួយខ្ញុំដែរប៉ុន្តែខ្យងមានប្រាជ្ញាវាបានហៅខ្យងមិត្តភក្តិជាច្រើនទៅឈរចាំតាមផ្លូវប្រណាំងពេលការប្រណាំងចាប់ផ្ដើមទុនសាយរត់លឿនណាស់ហើយគិតថាច្បាស់ជាឈ្នះវាឈប់សម្រាកហើយស្រែកហៅខ្យងថាអ្នកនៅឯណាខ្យងមួយដែលឈរខាងមុខឆ្លើយភ្លាមថាខ្ញុំនៅទីនេះហើយទុនសាយភ្ញាក់ផ្អើលហើយរត់បន្តប៉ុន្តែរាល់ពេលវាសួរតែងតែមានខ្យងឆ្លើយពីខាងមុខចុងក្រោយទុនសាយអស់កម្លាំងខណៈខ្យងដែលនៅចុងផ្លូវបានឆ្លងខ្សែបញ្ចាប់មុនទុនសាយខ្មាស់អៀនយ៉ាងខ្លាំងហើយទទួលស្គាល់ថាប្រាជ្ញានិងការសហការគ្នាអាចឈ្នះកម្លាំងនិងល្បឿនបានទុនសាយចាញ់សម្បត្តិជាមួយសត្វខ្យងឈប់ផឹកទឹកត្រពាំងបឹងបួរចាប់ពីពេលនោះទៅផឹកបានតែទឹកកសន្សាមទេមេរៀនពីរឿងកុំមើលងាយអ្នកដទៃប្រាជ្ញានិងការសហការគ្នាអាចនាំឲ្យជោគជ័យការអំនួតខ្លួនអាចនាំឲ្យចាញ់បាន